លំដាប់តទៅនេះយើងខ្ញុំជាសហការីផ្នែកព័ត៌មានប្រចាំវិទ្យុទន្លេសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃច័ន្ទ13កើតខែកដិកឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនៅថ្ងៃទី26ខែវិច្ឆិកាគ្រិស្តសករាជ2012ដូចតទៅជាបឋមសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដារក្នុងប្រទេសប្រសាសន៍សំខាន់របស់សម្ដេចតេជោហ៊ុនសែនក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានស្ពានអាកាសស្ទឹងមានជ័យជាកិច្ចចាប់ផ្ដើមសម្ដេចតេជោហ៊ុនសែនបានរំលឹកពីអតីតកាលពោលគឺក្រោយថ្ងៃរំដោះឆ្នាំ1979ដែលពេលនោះកម្ពុជាមានតែបាតដៃទទេហើយសម្ដេចបានរំលឹកថាពេលដែលសម្ដេចចូលរាជធានីភ្នំពេញបានជួបមនុស្សតែ70នាក់ប៉ុណ្ណោះនៅក្នុងសួនកាណាឌីយ៉ាព័ត៌មាននេះជម្រាបជូនដោយលោកប៊ុនហេងប្រសាសន៍សំខាន់របស់សម្ដេចតេជោហ៊ុនសែនក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ពានអាកាសស្ទឹងមានជ័យជាកិច្ចចាប់ផ្ដើមសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនបានរំលឹកពីអតីតកាលពោលគឺក្រោយថ្ងៃរំដោះឆ្នាំ1979ដែលពេលនោះកម្ពុជាមានតែបាតដៃទទេដែលសម្ដេចបានរំលឹកថាពេលដែលសម្ដេចចូលរាជធានីភ្នំពេញបានជួបមនុស្សតែ70នាក់ប៉ុណ្ណោះនៅសួនកាណាឌីយ៉ាតែពេលឥឡូវនេះមានការរីកចម្រើនជាពិសេសចំនួនម៉ូតូនិងរថយន្តកើនឡើងជាបន្តបន្ទាប់គ្រាន់តែនៅក្នុងរាជធានីភ្នំពេញមានម៉ូតូរហូតដល់1លានគ្រឿងហើយរថយន្តវិញមានជិត1លានគ្រឿងជាមួយគ្នានេះសម្ដេចបានសម្ដែងការព្រួយបារម្ភពីការបាត់បង់នៅស៊ីក្លូដែលជារបស់មួយដែលយើងត្រូវអភិរក្សហើយក៏មានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានខិតខំថែរក្សាវាព្រោះវាក៏ជាទីចំណាប់អារម្មណ៍របស់អ្នកទេសចរផងដែរសម្ដេចតេជោបានថ្លែងដោយសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋនៅអំឡុងការសាងសង់ស្ពានអាកាសនេះក្នុងរយៈពេល28ខែដោយសម្ដេចបានបញ្ជាក់ថាយើងទ្រាំការលំបាកបន្តិចក្នុងរយៈពេលជាង2ឆ្នាំបន្ទាប់មកយើងបានភាពងាយស្រួលមិនត្រឹមតែប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនិងប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗទៀតសម្ដេចសូមការយោគយល់ចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលនៅតំបន់នេះខ្លះប៉ះច្រើនខ្លះប៉ះពាល់តិចសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីសមិទ្ធផលនានាក្នុងរាជធានីភ្នំពេញដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ដោយជាការសាងសង់ស្ពានព្រះមុនីវង្សថ្មីនិងកំពុងសាងសង់ស្ពានជ្រោយចង្វា2ហើយនឹងមានស្ពានមួយទៀតស្ថិតនៅចន្លោះស្ពានជ្រោយចង្វានិងស្ពានព្រែកភ្នៅដើម្បីធ្វើដំណើរឆ្ពោះទៅតំបន់អភិវឌ្ឍជ្រោយចង្វាសម្ដេចនាយករដ្ឋមន្ត្រីក៏បានរំលឹកពីភាពជោគជ័យដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំផ្សេងៗទៀតដោយដែលសម្ដេចបានមានប្រសាសន៍ថាមិនមែនរាជរដ្ឋាភិបាលជាប្រធានអាស៊ាននោះទេគឺប្រជាពលរដ្ឋកម្ពុជាទាំងអស់ជាប្រធានអាស៊ានដូច្នេះសម្ដេចសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសាលារាជធានីភ្នំពេញកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលធ្វើឲ្យសេចក្តីថ្លៃថ្នូរនិងកិត្តិយសប្រទេសជាតិបានលេចឡើងនាឱកាសនេះសម្ដេចតេជោបានប្រកាសជាថ្មីចំពោះការលុបចោលពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញប៉ុន្តែនៅកន្លែងផ្សេងអាចធ្វើបានដោយសម្ដេចបញ្ជាក់ថាវាមិនគួរសមទេពេលដែលព្រះបរមសពសម្ដេចឪតម្កល់ទុកក្នុងព្រះបរមរាជវាំងហើយប្រជាពលរដ្ឋរាប់លាននាក់មកហូរកញ្ជ្រៀវនោះនៅថ្ងៃទី28ខែវិច្ឆិកានេះនឹងមានពិធីថ្វាយព្រះបរមបច្ឆាមរណនាមថ្វាយព្រះបរមសពសម្ដេចឪគឺព្រះបរមរតនកោដ្ឋហើយពិធីថ្វាយព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋនឹងធ្វើឡើងនៅថ្ងៃទី4ខែកុម្ភៈប៉ុន្តែព្រះបរមសពនឹងដង្ហែចេញពីព្រះបរមរាជវាំងនៅថ្ងៃទី1ខែកុម្ភៈដែលផ្លូវមួយចំនួនត្រូវបានបិទហើយព្រះបរមសពនឹងតម្កល់នៅវាលព្រះមេរយៈពេល3ថ្ងៃមុនថ្វាយព្រះភ្លើងនៅក្នុងឱកាសនេះសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់សារជាថ្មីនិងបន្ថែមលើសារនយោបាយរបស់សម្ដេចកាលពីនៅខេត្តព្រះវិហារគឺសម្ដេចបានបញ្ជាក់ថាសម្ដេចមិនដោះស្រាយបញ្ហាដីធ្លីនោះទេបើមានការចូលលុកលំពីគណៈបកនយោបាយនិងអង្គការមួយចំនួនត្រង់ចំណុចនេះសម្ដេចបញ្ជាក់ថាគណៈបកនយោបាយមួយចំនួននិងអង្គការក្រៅរដ្ឋាភិបាលពួកគេអាចចូលរួមដោះស្រាយដីធ្លីបើសិនជាមានគោលបំណងពិតប្រាកដក្នុងការបញ្ជាក់បញ្ហាដីធ្លីនោះប៉ុន្តែបើសិនជាបកនយោបាយនិងអង្គការក្រៅរដ្ឋាភិបាលទាំងនោះមានបំណងរាំងខ្ទប់និងពង្រីកបញ្ហាក្នុងទិដ្ឋភាពនយោបាយនោះគឺមិនអនុញ្ញាតឲ្យឡើយដូច្នេះសម្ដេចសូមបញ្ជាក់សារជាថ្មីទៀតកុំឲ្យមានការយល់ច្រឡំចំពោះប្រសាសន៍របស់សម្ដេចដែលថ្លែងមិនទាន់អស់កាលពីនៅខេត្តព្រះវិហារនោះសម្ដេចបញ្ចប់សន្ទរកថានៅវេលាម៉ោង 9:10 នាទីក្រុមមេធាវីជនជាប់ចោតប្រឆាំងនឹងការពង្រីក002
ក្រុមមេធាវីការពារក្តីគឺបានមានប្រតិកម្មយ៉ាងខ្លាំងប្រឆាំងទៅនឹងការបន្តប៉ុនប៉ងពីការិយាល័យសហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមដើម្បីឲ្យគេពង្រីកទំហំនៃការជំរុំជម្រះខ្នាតតូចនៅក្នុងករណី002ព័ត៌មាននេះជម្រាបជូនដោយលោកសុជាតិក្រុមមេធាវីជនជាប់ចោទប្រឆាំងនឹងការពង្រីក002ក្រុមមេធាវីការពារក្តីបានមានប្រតិកម្មយ៉ាងខ្លាំងប្រឆាំងនឹងការបន្តប៉ុនប៉ងនឹងការិយាល័យសហព័ន្ធព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមដើម្បីឲ្យគេពង្រឹងទំហំនៃការជំនុំជម្រះខ្នាតតូចនៅក្នុងករណី002នៅក្នុងឯកសារជាច្រើនដែលគេចេញផ្សាយកាលពីចុងសប្តាហ៍ក្រុមមេធាវីការពារក្តីរបស់អតីតជននិយមមនោគមវិជ្ជាខ្មែរក្រហមលោកនួនជានិងអតីតឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសលោកអៀងសេរីដែលកំពុងមានជំងឺបានតវ៉ានិងមិនដឹងអូតូរបស់សហព្រះរាជអាជ្ញាឲ្យរួមបញ្ចូលកន្លែងអ ுக ្រិតកម្មពីថែមទៀតក្នុងទំហំនៃអ្វីដែលគេសម្ដៅដល់ករណី002និង001មេធាវីរបស់លោកអៀងសេរីបានសរសេរក្នុងឯកសារមួយកាលពីថ្ងៃទី19ខែវិច្ឆិកាថាការិយាល័យសហព្រះរាជអាជ្ញាហៅកាត់ថា OCP ឥឡូវនេះទំនងជាសង្ឃឹមលើតុលាការកំពូលជួយជំរុញការសម្រេចចិត្តរបស់អង្គប្រជុំជម្រះសាលាក្តីកាលពីថ្ងៃទី22ខែសីហាឆ្នាំ2012ភ្លាមមុនការចាប់ផ្ដើមសវនកម្មដ៏មានសារៈសំខាន់ក្នុងករណី002ក្រុមចៅក្រមអង្គជំនុំជម្រះបានសម្រេចបំបែកករណីគួរឲ្យកត់សម្គាល់ទៅជាករណីដាច់ពីគ្នាជាច្រើនដែលពាក់ព័ន្ធទៅនឹងអ ுக ្រិតកម្មដាច់ដោយឡែកពីចំណាត់ការព្រហ្មទណ្ឌជាច្រើនករណីទី1ដែលបច្ចុប្បន្នកំពុងដំណើរការត្រួតពិនិត្យលើការជំលះប្រជាពលរដ្ឋដោយបង្ខំឲ្យចាក់ចេញពីរាជធានីភ្នំពេញកាលពីខែមេសាឆ្នាំ1975ប្រមាណជាង2សប្តាហ៍មុនព្រះរាជអាជ្ញាបានប្តឹងឧទ្ធរណ៍មួយភ្លាមទៅតុលាការកំពូលរបស់តុលាការនោះដោយស្នើសុំដាក់បញ្ចូលបទអ ுக ្រិតជាច្រើននៅមជ្ឈមណ្ឌលឃុំខ្លួនអាសោចនិងការកាប់សម្លាប់ជាច្រើនដែលគេចោទប្រកាន់ទៅស្រុកលេខ12ឲ្យគេដាក់បញ្ចូលក្នុងអ្វីដែលពួកគេជឿថានឹងជាករណីតែមួយគត់ដែលនឹងត្រូវធ្វើសកម្មភាពប្រឆាំងមេដឹកនាំវ័យចំណាស់ចំនួន3រូបដែលការរៀបរាប់ទាំងអស់มันមានការស្រស់ស្រួលមតិពីភាគីជំវិញការពង្រឹងដែលអាចធ្វើទៅបាននៅរឿងសំខាន់ក្រុមមេធាវីរដ្ឋបវេនីគាំទ្រការពីពង្រឹងការជំនុំជម្រះលើកដំបូងដើម្បីផ្ដល់ប្រយោជន៍ដល់ភាគីស៊ីវិលប្រមាណជាង 2000 នាក់ដែលគេទទួលស្គាល់ចំពោះករណី002ក្រុមមេធាវីបាននិយាយកាលពីថ្ងៃទី21ខែវិច្ឆិកាថាมันមានករណីណាដែលភាគីរដ្ឋបវេនីជឿថាការពន្លឿនការជំនុំជម្រះនេះមានអត្ថប្រយោជន៍ជាអត្ថន័យរួមទាំងអត្ថន័យជានិមិត្តរូបផងដែរពេលនេះលោកអ្នកកំពុងតាមដានស្ដាប់ជាមួយលំដាប់ស្ថានីយ៍ស្តង់ដាមានបច្ចេកវិទ្យាកម្រិតនៃការផ្សាយចេញខ្ពស់ស្ថានីយ៍វិទ្យុទន្លេ FM 102.5 MHz ជាបន្តសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានអន្តរជាតិព្រះអង្គម្ចាស់នូបៃគឺមានជីវភាពរស់នៅទំនើបបំផុតចំពោះផ្នែកសាធារណជននូបៃគឺជាអេមីរ៉ាតរដ្ឋមួយគ្របដណ្ដប់ដោយមាសព័ត៌មាននេះជម្រាបជូនដល់នាងខ្ញុំថៃដាលីនពេលគេនិយាយពីគ្រួសាររាជវង្សទាំងឡាយគេតែងតែគិតភ្លាមដល់គ្រួសាររាជវង្សអង់គ្លេសក៏ប៉ុន្តែគ្រួសាររាជវង្សនូបៃពិសេសគឺព្រះអង្គម្ចាស់និងព្រះអង្គម្ចាស់ស្ត្រីនូបៃគេមានឃើញក្នុងរឿង1001យប់ក្រៅពីព្រះអង្គម្ចាស់ William និង Harry របស់ចក្រភពអង់គ្លេសដែលធ្លាប់តែល្បីល្បាញក៏ប៉ុន្តែបណ្ដាព្រះអង្គម្ចាស់នូបៃគឺមានរូបរាងសង្ហាស្រស់ជាងព្រះអង្គម្ចាស់ទាំងពីរអង្គនេះទៅទៀតព្រះអង្គម្ចាស់នូបៃសិកហាមដានប្រសូតនៅថ្ងៃទី14កក្កដាឆ្នាំ1982ជាបុត្រារបស់អេមៀនូបៃទ្រង់ត្រូវបានតែងតាំងជាព្រះអង្គម្ចាស់រាជទាយាទនូបៃកាលពីខែកុម្ភៈឆ្នាំ2008ដោយបណ្ដាយុវជនភាគច្រើនដែរព្រះអង្គម្ចាស់មហាដានចាប់អារម្មណ៍ខ្លាំងលើអ្វីដែលប្លែកៗព្រះអង្គម្ចាស់ដ៏សង្ហាអង្គនេះទទួលការអប់រំយ៉ាងល្អនៅប្រទេសអង់គ្លេសទ្រង់ក៏មានទេពកោសល្យដតីទៀតទ្រង់ជាកវីនិពន្ធរួចពូកែខាងជីសេះនិងលេងកីឡាផ្សេងៗផងដែរអាស្រ័យហេតុនេះហើយបានជាទស្សនាវដ្តីរបស់អាមេរិកគឺចាត់ទុកទ្រង់ជាសមាជិកគ្រួសាររាជវង្សដែលសិចស៊ីជាងគេបំផុតលើពិភពលោកលំដាប់ទី4
មេដឹកនាំក្រុមបាតកោថៃព្រមទទួលស្គាល់ភាពបរាជ័យមេដឹកនាំនៃក្រុមបាតកម្មប្រឆាំងរដ្ឋាភិបាលថៃកាលពីថ្ងៃសៅរ៍ទី24ខែវិច្ឆិកាឆ្នាំ2012កន្លងទៅនេះបានប្រកាសទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួនដោយបាននិយាយថាព័ត៌មាននេះជម្រាបជូនដោយលោកប៊ុនហេងមេដឹកនាំក្រុមបាតកោថៃព្រមទទួលស្គាល់ភាពបរាជ័យមេដឹកនាំនៃក្រុមបាតកោប្រឆាំងរដ្ឋាភិបាលថៃកាលពីថ្ងៃសៅរ៍ទី24ខែវិច្ឆិកាឆ្នាំ2012កន្លងទៅនេះបានប្រកាសទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួនដោយបាននិយាយថាលោកយល់ព្រមចុះចាញ់សត្រូវរបស់លោកបន្ទាប់ពីបានប្រកាសបញ្ឈប់ការធ្វើបាតកម្មកាលពីរសៀលថ្ងៃសៅរ៍ទី24ខែវិច្ឆិកាកន្លងទៅនេះយោងតាមទីភ្នាក់ងារព័ត៌មាន Thinason ចុះថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2012បានដឹងថាដោយលើកឡើងនៅសម្ដីរបស់លោកប៊ុនលឺតកៅប្រសិទ្ធមេដឹកនាំរបស់ក្រុមបាតកោដែលបានហៅខ្លួនឯងថាជាក្រុមការពារប្រទេសថៃនោះបាននិយាយថាលោកបានសម្រេចប្រកាសបញ្ឈប់បាតកម្មមុនពេលកំណត់មូលហេតុដោយសារអ្នកចូលរួមមានចំនួនតិចជាងការរំពឹងទុកលោកបានដាក់បន្ទុកបញ្ហានេះទៅលើក្រុមអាជ្ញាធរនិងមន្ត្រីប៉ូលីសដែលបានបញ្ជាក្រុមបាតកោជាច្រើនមិនឲ្យចូលរួមក្នុងការធ្វើបាតកម្មលោកបានបន្តថាលោកមិនចង់ឲ្យប្រជាពលរដ្ឋប្រឈមមុខនឹងហិង្សាឬហានិភ័យនានាដែលបង្កឡើងដោយមន្ត្រីប៉ូលីសបន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរមន្ត្រីប៉ូលីសបានសន្និដ្ឋានថាចំនួនក្រុមបាតកោចូលរួមក្នុងបាតកម្មមានប្រមាណ 20,000 នាក់ខណៈដែលអ្នករៀបចំសកម្មភាពនេះបានបង្ហាញតួលេខថាមានមនុស្សប្រហែលជាង 50,000 នាក់ចូលរួមធ្វើបាតកម្មប៉ុន្តែលោកប៊ុនលឺតវិញបានបង្ហាញថាក្រុមបាតកោរបស់លោកអាចមានរហូតដល់ 1 លាននាក់មេដឹកនាំរូបនេះបានបន្តថាប្រជាជនទូទាំងប្រទេសត្រូវបានរារាំងមិនឲ្យធ្វើដំណើរតាមបណ្ដោយដងផ្លូវសំខាន់ៗនានាក្នុងទីក្រុងបាងកកឡើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះមានប្រជាជនជាច្រើនអ្នកដែលចូលរួមក្នុងការធ្វើបាតកម្មបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីបានដំណឹងថាលោកប៊ុនលឺតកៅប្រសិទ្ធប្រកាសបញ្ឈប់បាតកម្មមុនពេលកំណត់មនុស្សមួយចំនួនក្នុងចំណោមប្រជាជនទាំងនោះបានស្រែកថាពួកគេនឹងមិនចូលរួមធ្វើបាតកម្មជាមួយលោកបន្តទៅទៀតឡើយបណ្ដាអ្នកខឹងសម្បារមួយចំនួនបានក្រវែងរបស់ផ្សេងៗទៅកាន់ហ្វូងមនុស្សដែលកំពុងធ្វើបាតកម្មនៅក្បែរទីតាំងរបស់ប៉ូលីសដោយឡែកតាមការលើកឡើងរបស់អ្នកអង្កេតស្ថានភាពនេះបានបង្ហាញថាការបរាជ័យនេះបណ្ដាលមកពីអ្នកដឹកនាំក្រុមបាតកម្មខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងមនុស្សក្នុងចំនួនច្រើនដែលជាមូលហេតុចម្បងនាំឲ្យបាតកម្មត្រូវបញ្ឈប់មុនពេលកំណត់ហើយត្រូវទទួលបរាជ័យបែបនេះអរគុណជាមួយការគាំទ្រនិងការពេញនិយមស្ដាប់របស់ប្រិយមិត្តលោកអ្នកជាកម្លាំងចិត្តដែលផ្ដល់ឲ្យយើងជោគជ័យក្នុងលំដាប់ស្ថានីយ៍ស្តង់ដារមានបច្ចេកវិទ្យានៃការផ្សាយចេញខ្ពស់នៅពេលនេះសូមជូនព័ត៌មានសន្តិសុខសង្គមឡានបុកគ្នានៅក្រឡាញ់ស្លាប់ស្រីហ្វីលីពីនម្នាក់និងរបួស3នាក់ស្ត្រីជាជនជាតិហ្វីលីពីនម្នាក់គឺវ័យអាយុ26ឆ្នាំបានស្លាប់និង2នាក់ទៀតរងរបួសធ្ងន់ខណៈស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់រងរបួសស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃសៅរ៍នៅឃុំក្រឡាញ់ស្រុកក្រឡាញ់ខេត្តសៀមរាបព័ត៌មាននេះជម្រាបជូនដោយលោកសុជាតិឡានបុកគ្នានៅក្រឡាញ់ស្លាប់ស្ត្រីហ្វីលីពីនម្នាក់និងរបួស3នាក់ស្ត្រីជាហ្វីលីពីនម្នាក់វ័យ26ឆ្នាំបានស្លាប់និង2នាក់ទៀតបានរងរបួសធ្ងន់ខណៈស្ត្រីមានផ្ទៃពោះជនជាតិខ្មែរម្នាក់រងរបួសស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃសៅរ៍នៅក្នុងឃុំក្រឡាញ់ស្រុកក្រឡាញ់ខេត្តសៀមរាបលោកអធិការនគរបាលស្រុកក្រឡាញ់ច័ន្ទសារ៉េនបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈទូរស័ព្ទថាស្ត្រីជនជាតិហ្វីលីពីន3នាក់ដែលធ្វើដំណើរដោយរថយន្តតាក់ស៊ីពីសៀមរាបទៅស្រុកប៉ោយប៉ែតតាមរយៈផ្លូវជាតិលេខ6បានជួបនឹងគ្រោះថ្នាក់ដោយរថយន្តតាក់ស៊ីបើកទៅបុកនឹងរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់បណ្ដាលឲ្យស្ត្រីហ្វីលីពីនម្នាក់ស្លាប់ភ្លាមៗដោយគាបជាប់ទៅនឹងរថយន្តខណៈពេលស្ត្រីខ្មែរមានផ្ទៃពោះគ្រាន់តែរងរបួសស្រាលលោកបញ្ជាក់ថាគ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើករថយន្តតាក់ស៊ីបើកបរក្នុងល្បឿនលឿនមិនគោរពច្បាប់ដោយមិនបានផ្ដល់សិទ្ធិអាទិភាពទៅដល់រថយន្តពេទ្យដឹកស្ត្រីមានផ្ទៃពោះឆ្លងទន្លេទៅមុនទើបបណ្ដាលឲ្យជ្រុលទៅបូររថយន្តនោះពេលកិច្ចពីរថយន្តបើកស្របគ្នាលោកបន្តថាក្រោយពីកើតហេតុភ្លាមជនរងគ្រោះដែលមានរបួសធ្ងន់និងស្រាលត្រូវសមត្ថកិច្ចប៉ូលីសបញ្ជូនតាមរយៈរថយន្តស្នួលនិងស្រុកពុកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈសពស្ត្រីហ្វីលីពីនដែលស្លាប់គៀបជួបនៅក្នុងរថយន្តត្រូវបានចំណាយពេលជិត3ម៉ោងដើម្បីកោះយកសាកសពចេញពីរថយន្តជួបគ្រោះថ្នាក់នោះលោកច័ន្ទសារ៉េនបានប្រាប់ថាជនរងគ្រោះបញ្ជូនទៅសង្គ្រោះមិនទាន់បានធូរស្បើយហើយកាលពីម្សិលមិញពុំមានអ្នកស្លាប់ទៀតទេខណៈដែលស្ត្រីហ្វីលីពីន2នាក់នោះក៏ត្រូវមន្ត្រីស្ថានទូតនៅភ្នំពេញមកពិនិត្យមើលផងដែរ
มันអាចតាក់ទងស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជាសូមធ្វើការបំភ្លឺបានទេកាលពីថ្ងៃអាទិត្យតែលោកច័ន្ទសរិនបានអះអាងថាអ្នកបើកឡានតាក់ស៊ីបង្កឲ្យមានគ្រោះថ្នាក់ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញានិងកំណត់អត្តសញ្ញាណនឹងរងចាំបរិយាអាជ្ញាចេញដីកាតាមចាប់ខ្លួនពីការរត់គេចក្រោយពីបង្កហេតុគណៈដែលរថយន្តរបស់គេត្រូវបានខាត់ខ្លួនទុកដោយសមត្ថកិច្ចស្រុកក្រឡាញ់នោះប្រច័ណ្ឌថៅកែស្រីថាមានសហាយជាមួយនឹងប្តីខ្លួនវាយបោចសក់ខ្វាចដាច់មុខចេញឈាមពេញខ្លួនស្ត្រីម្នាក់បានប្រាអំពើហិង្សាលើថៅកែប្តីរបស់ខ្លួនដោយចោទថាថៅកែស្រីរូបនេះដែលបរិះជាប្តីបានបើករថយន្តដឹកភ្ញៀវទេសចរឲ្យនោះបានលួចលាក់ព័ត៌មាននេះជម្រាបជូនដោយលោកប៊ុនហេងប្រច័ណ្ឌថៅកែស្រីថាមានសហាយជាមួយប្តីខ្លួនវាយបោចសក់ខ្វាចដាច់មុខចេញឈាមពេញមុខស្ត្រីម្នាក់បានប្រាអំពើហិង្សាលើថៅកែប្តីរបស់ខ្លួនដោយចោទថាថៅកែស្រីរូបនេះបានលួចលាក់សហាយស្ពន្ធជាមួយគ្នាហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2012នៅភូមិសួនថ្មីសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងយោងតាមព័ត៌មានបានដឹងថាស្ត្រីជាថៅកែដែលត្រូវប្រពន្ធកូនចៅរបស់ខ្លួនខ្វាចដាច់មុខហូរឈាមរហាមនេះមានឈ្មោះសុំសំអឿនអាយុ48ឆ្នាំមានទីលំនៅភូមិស្វាយរៀងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងមានមុខរបរជាម្ចាស់រថយន្តដឹកភ្ញៀវទេសចរចំណែកស្ត្រីដៃដល់ដែលប្តីបើករថយន្តឲ្យសំអឿននេះឈ្មោះពិសីអាយុ27ឆ្នាំរស់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើប្រភពបានបន្តថាមុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅសួរស្ត្រីដៃដល់នៅផ្ទះជួលដែលស្ត្រីរូបនេះបានចោទប្រកាន់គាត់ថាបានទៅដេកជាមួយប្តីរបស់ខ្លួននៅខេត្តកំពង់ធំខណៈពេលដែលដឹកភ្ញៀវទៅខេត្តនោះតែកែស្រីរូបនេះបានប្រាប់ទៅស្ត្រីដៃដល់ថាគាត់មិនមានសហាយស្មន់ជាមួយនឹងកូនចៅរបស់ខ្លួនដែលជាប្តីរបស់ស្ត្រីដៃដល់នោះទេតែពេលនោះស្ត្រីដៃដល់បានប្រាប់ថានាងមិនជឿនោះទេហើយក៏បានស្ទុះទៅចាប់បោចសក់ថៅកែស្រីរបស់ខ្លួនដោយខ្វាចដាច់មុខចេញឈាមពេញផ្ទៃមុខតាមស្ត្រីរងគ្រោះឈ្មោះសំសំអឿនបានឲ្យដឹងថាស្ត្រីដៃដល់ដែលត្រូវជាប្រពន្ធកូនចៅរបស់ខ្លួននោះពីមុនបានរស់នៅជាមួយផ្ទះរបស់គាត់តែដោយសារតែការប្រច័ណ្ឌខុសរឿងបែបនេះហើយបានជាគាត់ដេញឈប់ឲ្យនៅជាមួយក៏ប៉ុន្តែស្ត្រីរូបនេះនៅតែចិញ្ចឹមចិត្តប្រច័ណ្ឌគាត់ជាមួយនឹងអ្នកបើកបរឡានឲ្យគាត់គ្រប់ពេលបើតាមស្ត្រីជនរងគ្រោះក្រោយកាត់ហេតុគាត់បានមកប្តឹងនគរបាលក្រុងស្វាយរៀងឲ្យជួយរកយុត្តិធម៌តែនគរបាលបានប្រាប់គាត់ថានគរបាលកំពុងតែជាប់រវល់ដោយឲ្យអ្នកដែលមកជួនជនរងគ្រោះទៅកាន់មន្ទីរពេទ្យសិនព្រោះឈាមច្រើនពេកហើយចាំឲ្យពេទ្យធ្វើកសោបវិច័យចាំមកប្តឹងនគរបាលនឹងចាត់ការឲ្យព័ត៌មានប្រចាំថ្ងៃដែលលោកនាងបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះគ្រប់គ្រងកម្មវិធីផ្សាយដោយលោកអុកធានលោកគ្រីនសម្បូរនិងអ្នកគ្រូគង់ណារីប្រធានកម្មវិធីលោកអេងភីរុនគ្រប់គ្រងបច្ចេកទេសផ្សាយដោយលោកញឹកផនជំនួយការទូទៅកញ្ញាចិនសុខុនីកញ្ញាឈុនសុខៈនិងលោកឆែមអេនផ្នែកបច្ចេកទេសលោកឈុនប៊ុនហេងនិងលោកជុំភីរុនផ្នែកអានព័ត៌មានសហការីស្ថានីយ៍វិទ្យុទន្លេ FM 102.5 MHz ស្រាវជ្រាវដោយអ្នកគ្រូគង់នារីនិងលោកគ្រូណាណាដូ